យកគំរូយុទ្ធសាស្ត្រឃោសនាតាមអាមេរិកអ្នកសារព័ត៌មានដល់ល្បីល្បាញរបស់ថៃចេញមកសម្ពងក្បាលអនុทิនរឿងចំណាយលុយរាប់លានដុល្លារបង្កើតមជ្ឈមណ្ឌលឃោសនាព័ត៌មានคล้ายស្អប់កម្ពុជាដើម្បីរក្សាអំណាចដោយគ្មានខ្វល់ពីក្នុងពេលដែលទំនាក់ទំនងកម្ពុជាថៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិលរដ្ឋាភិបាលថៃបានសម្រេចចាត់ជះលុយ 9.8 លានបាតប្រមាណជា $30,000 ដើម្បីបង្កើតមជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែន JIC ក្រុមលេខនៃការរក្សាភាពត្រឹមត្រូវនិងតម្លាភាពយុទ្ធសាស្ត្រនេះត្រូវបានមជ្ឈមណ្ឌលអ្នកវិភាគមើលឃើញថាជាការកសាងម៉ាស៊ីនឃោសនាដ៏ធំមួយដើម្បីធ្វើសង្គ្រាមមនោគមវិជ្ជាប្រឆាំងនឹងកម្ពុជាលោកសុផល្លៈកានជុនខុនឌីអ្នកកាសែតជាន់ខ្ពស់ថៃបានបើកកកាយការពិតដ៏គួរឲ្យហួសចិត្តអំពីអកប្បកិរិយារបស់លោកអនុทิនឆានវីរគុលនិងមេដឹកនាំថៃមួយចំនួនលោកបានចាត់ទុកមជ្ឈមណ្ឌល JIC នេះថាជាផ្លូវបំបែកនៃភាពអសិលធម៌ដោយឈរលើចំណុចផ្ទុយគ្នា3យ៉ាងភាពផ្ទុយគ្នានៃវោហារសាស្ត្រពាក្យនិយាយផ្សេងចិត្តធ្វើផ្សឹងនាយករដ្ឋមន្ត្រីថៃចង់រក្សាប្រជាប្រិយភាពជាមួយក្រុមស្ដាំនិយមដោយប្រើវោហារសាស្ត្ររឹងមាំលើបញ្ហាទឹកដីប៉ុន្តែក្នុងពេលជាមួយគ្នាបែរជានិយាយទៅកាន់ពិភពលោកថាស្រឡាញ់សន្តិភាពនេះគឺជាយុទ្ធសាស្ត្រជាតិពលដែលធ្វើឲ្យគោលនយោបាយការបរទេសថៃស្ថិតក្នុងភាពច្របូកច្របល់មនោគមវិជ្ជានយោធានិយមការដែលមជ្ឈមណ្ឌលនេះដឹកនាំដោយមន្ត្រីយោធាជាន់ខ្ពស់ឧត្តមសេនីយ៍ប្រាផាសនចៃឌីបង្ហាញយ៉ាងច្បាស់ថាពួកគេមិនមែនផ្ដោតលើការពិតទេប៉ុន្តែផ្ដោតលើប្រតិបត្តិការព័ត៌មានដើម្បីលាងខួរក្បាលសាធារណជនតាមរយៈគំរូយោធាសហរដ្ឋអាមេរិកលោកបានបន្តថាសង្គមថៃបច្ចុប្បន្នកំពុងជាប់ក្នុងអន្ទាក់នៃរឿងភាគជាតិនិយមមិនមានសារព័ត៌មានថៃណាមួយហ៊ានសួររកភាពស្របច្បាប់នៃសកម្មភាពយោធារបស់ខ្លួនឡើយផ្ទុយទៅវិញពួកគេបែរជារីករាយនឹងការដាត់ភ្លើងសង្គ្រាមដើម្បីបំបាក់សមត្ថកិច្ចកម្ពុជាយោងតាមការស៊ើបអង្កេតរបស់ស្ថាប័នព័ត៌មានល្បីៗនៅថៃដូចជា101 World និង Rocket Media Lab បានបង្ហាញថាប្រព័ន្ធផ្សព្វផ្សាយថៃកំពុងប្រឈមនឹងវិបត្តិសីលធម៌យ៉ាងធ្ងន់ធ្ងរដោយការប្រើប្រាស់ AI និង Content Creator មានការបង្កើតព័ត៌មានមិនពិតរាប់មិនអស់ដោយប្រើបច្ចេកវិទ្យា AI ដើម្បីញុះញង់ឲ្យមានការស្អប់ខ្ពើមដល់ប្រទេសជិតខាងអ្នកបង្កើតខ្លឹមសារមួយចំនួនបានរកឃើញថាការញុះញង់ឲ្យស្អប់កម្ពុជាគឺជាមុខរបរដែលរកប្រាក់ចំណូលបានច្រើនបំផុតពួកគេមិនខ្វល់ពីភាពថ្លៃថ្នូរឬសន្តិភាពក្នុងតំបន់នោះទេដរាបណាវីដេអូរបស់ពួកគេអាចទាក់ទាញចំនួន view បានការចំណាយលុយរាប់សែនដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលព័ត៌មានគឺជារឿងដែលគួរឲ្យសង្ស័យជំនួសឲ្យការកសាងស្ពានមេត្រីភាពរដ្ឋាភិបាលថៃបែរជាជ្រើសរើសផ្លូវនៃការចាក់ប្រេងលើភ្លើងតើកម្ពុជាត្រូវរងចាំដល់ពេលណាទើបសង្គមថៃអាចជំរះនៅជាតិពលជាតិនិយមនេះចេញបានការដែលអ្នកកាសែតថៃខ្លួនឯងហ៊ានចេញមុខហែកមុខរដ្ឋាភិបាលរបស់ខ្លួនគឺជាសញ្ញាណដ៏ល្អមួយដែលបង្ហាញថានៅមានអ្នកមានសតិសម្បញ្ញៈក្នុងសង្គមថៃដែលយល់ពីសច្ចភាពទោះបីជាយ៉ាងណាក្នុងបរិបទដែលអំណាចនយោបាយនិងលុយត្រូវបានប្រើប្រាស់ដើម្បីបំភាន់មហាជនបែបនេះតើអ្នកគិតថាប្រជាពលរដ្ឋថៃទូទៅនឹងមានលទ្ធភាពយល់ដឹងពីការពិតដែលមជ្ឈមណ្ឌល JIC កំពុងព្យាយាមលាក់បាំងដែរឬទេ